ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាមកធ្វើសម្លស្ងោរស្ពៃក្រញាញ់ជាមួយនឹងប្រហិតត្រីញ៉ាំជាមួយខ្ញុំទាំងអស់គ្នាណាបងប្អូនចាលាងស្ពៃឲ្យស្អាតសិនបងប្អូនបន្ទាប់មកហាន់វាបែបនេះហើយខ្ញុំមានដាក់ការ៉ុតដែរបងប្អូនចាំទឹកពុះយើងដាក់ខ្ទឹម2កំពឹសទៅអំបិលបន្តិចទឹកត្រីបន្តិចស្ករសបន្តិចម្សៅស៊ុបរ៉ូឌីបន្តិចបន្ទាប់មកយើងដាក់ប្រហិតត្រីចូលបងប្អូនចាយើងគ្របទុកសិនទៅឲ្យប្រហិតត្រីយើងពុះមកឆ្អិនសិនទៅចាំយើងដាក់ការ៉ុតចូលបងប្អូនការ៉ុតរឹងណាអញ្ចឹងយើងត្រូវតែដាក់មុនស្ពៃបើស្ពៃឆាប់ផុយទេអញ្ចឹងយើងដាក់ការ៉ុតដើម្បីឲ្យផុយយើងគ្របវាទុកឲ្យឆ្អិនការ៉ុតសិនទៅបងប្អូនចាឥឡូវយើងចាប់ផ្ដើមដាក់ស្ពៃក្រញាញ់របស់យើងចូលណាបងប្អូនចាស្ពៃកញ្ញាយើងវាឆាប់ផុយទេអញ្ចឹងយើងដាក់ទុកប្រហែលជា5នាទីអីបានហើយបងប្អូនព្រោះបើយើងទុកយូរពេកវាលួយតែជាឆ្ងាញ់ទេបងប្អូនចាយើងគ្របវាទុកសិនទៅបងប្អូនចាឥឡូវឆ្អិនហើយយើងដាក់ប៊ីចេងបន្តិចហើយនឹងស្លឹកខ្ទឹមបន្តិចឲ្យឈ្ងុយរួចទេបងប្អូនអរគុណ